ជារៀបសួរអំពូមីងបងប្អូនកូនក្មួយទាំងអស់គ្នាថ្ងៃនេះដែរកថាយេទីធ្វើប្លុកក្នុងការទិញម្ហូបរបស់យេទីអញ្ចឹងពីអាទិត្យនៅស្វីកថាពីអាទិត្យឡើងទៅប្រទេសអាល្លឺម៉ង់ដោយសារតែផ្ទះដែលខ្ញុំកំពុងទៅរស់នៅគឺវានៅជាប់ព្រំប្រទល់អាល្លឺម៉ង់ដែរអញ្ចឹងណា35នាទីឬក៏45នាទីពីប្រទេសអាល្លឺម៉ង់បើសិនតែយើងទៅខាងស្ដាំគឺ35នាទីបើសិនតែយើងទៅខាងឆ្វេងគឺ45នាទីអញ្ចឹងណាបងប្អូនចាអញ្ចឹងមុននឹងធ្វើដំណើរបងប្អូនអើយមើលថាមើលទេសភាពនឹងទៅបងប្អូនគឺថាដល់រដូវខែ10នេះគឺអាកាសធាតុគឺល្អខ្លាំងមែនទែនបងប្អូនគឺលក្ខណៈថាដើមឈើវាឡើងទៅជាពឿដែលទុំជ្រុះពឿលឿងពឿស្លាទុំពឿអីអញ្ចឹងណាបងប្អូនចានិយាយរួមទៅគឺថានៅក្នុងប្រទេសស្វីសគឺវាស្អាតតាមរដូវកាលតែម្ដងបងប្អូនអើយចាមើលតាមដងផ្លូវទៅគឺថាឡើងមានអារម្មណ៍ថាល្អមានអារម្មណ៍ថាស្រស់ស្រាយតែម្ដងអញ្ចឹងណាឥឡូវគឺថាបានមកដល់ផ្សារហើយបងប្អូនថ្ងៃនេះដែរគឺថានាំកូនដើរលេងផងនិងមកទិញម្ហូបទុកផងអញ្ចឹងទៅដោយសារតែជារៀងរាល់អាទិត្យគឺយើងតែងតែទិញម្ហូបទុកម្ដងអញ្ចឹងណាបងប្អូនចាហើយម្ហូបដែលខ្ញុំត្រូវការហ្នឹងគឺមានដូចជាសាឡាត់ស្ពៃនេះស្ពៃបុកខ្ចយខ្ទឹមអីអញ្ចឹងណាបងប្អូនចាជាពិសេសទៀតនោះក៏ថាខ្ញុំចូលចិត្តទិញតសក់ហ្នឹងក៏ថាជ្រើសរើសយកអាណាដែលខ្ចីអីអញ្ចឹងណាបងប្អូនចាតសក់ហ្នឹងរើសធ្វើម៉េចកុំឲ្យរើសអាប្រេះកាឡាសុខចិត្តយកវាលក្ខណៈថាអត់បែកកាឡាឬក៏អាណាដែលមាននៅមមីសស្មានទោសនៅផ្កាច្រឡំនៅមីសនោះនៅផ្កាអញ្ចឹងហើយវាខ្ចីហើយមានរសជាតិឆ្ងាញ់ហើយនឹងផ្អែមអញ្ចឹងទៅបន្ទាប់មកទៀតនាំបងប្អូនទៅមើលអង្គបងប្អូនអើយទោះបីជាវាមិនឆ្ងាញ់ដូចនៅក្នុងប្រទេសកម្ពុជារបស់យើងប៉ុណ្ណាក៏ដោយក៏ប៉ុន្តែវាដាក់ឈ្មោះតែចាស់ស្មីនគឺវាអាចទទួលយកបានអញ្ចឹងណាបងប្អូនក៏ប៉ុន្តែមិននិយាយថាមិននឹងទេគឺថាមើលផ្លាកមើលអក្សរផងដែរដោយសារតែខ្លាចទិញប៉ះចំប្រទេសអាចោសៀមដេរឆាននឹងអញ្ចឹងណាបងប្អូនចាអញ្ចឹងខ្ញុំធ្វើមិនកាត់បន្ថយបានឬក៏ខ្ញុំអាចកិច្ចបានក៏ខ្ញុំកិច្ចហើយមករយៈនេះក៏ថាស្អីក៏ខ្ញុំព្យាយាមមើលដែរដាច់ខាត់ក៏ខ្ញុំអត់គ្រប់ត្រូលផលិតផលវាទៀតទេបងប្អូននៅខាងប្រទេសក្រៅនេះបើសិនតែខ្ញុំជិះបានប៉ុណ្ណាគឺខ្ញុំយកប៉ុណ្ណោះអញ្ចឹងណាក៏ប៉ុន្តែបងប្អូនអើយដូចដឹងស្រាប់ហើយក៏ថាជិះមិនបានក៏ខ្ញុំទៅហាងវៀតណាមដែរណាបងប្អូនចាក៏តែធ្វើមិននឹងទេបងប្អូនចាយើងនៅខាងប្រទេសក្រៅយើងកិច្ចបានប៉ុណ្ណាប៉ុណ្ណោះអញ្ចឹងទៅបន្ទាប់មកទៀតក៏ថាទិញនំប៉័ងឲ្យកូនដូចបងស្រាប់ហើយបងប្អូនចាដូចយើងកាលនៅពីតូចមិញក៏ថាចាំម៉ែចាំឪអញ្ចឹងណាបងប្អូនពេលដែលមកពិសាវិញម៉ែកាច់នំប៉័ងឲ្យម្នាក់មកកណាត់អីអញ្ចឹងទៅស្មើគ្នាអញ្ចឹងទៅហើយមួយវិញទៀតនេះមកទិញទឹកតែម្ដងបងប្អូនអានេះខ្ញុំចូលចិត្តញ៉ាំតែណាព្រឹកឡើងគឺអត់បាននឹងទេតែយ៉ាងហោចណាស់គឺខ្ញុំញ៉ាំមួយកែវទៅ2កែវអញ្ចឹងទៅខ្ញុំចូលចិត្តផឹកតែដោយសារតែខ្ញុំអត់ចូលចិត្តផឹកកាហ្វេអញ្ចឹងណាហើយនិយាយពីរឿងសាច់វិញណាបងប្អូនអើយថោកណាបងប្អូនគឺនិយាយទីគឺថាខ្វះកហ្មងខ្វះករឿងសាច់ហ្មងសាច់នៅប្រទេសអាល្លឺម៉ង់គឺថាធូរថ្លៃណាស់បងប្អូនអើយថាខ្ញុំឲ្យទៅពេលទៅដល់កន្លែងសាច់គឺខ្ញុំខ្វះកហ្មងខ្ញុំសឹងថាទិញមកទាំងអស់ហ្មងដោយសារតែវាថោកពេកណាបងប្អូនចាដូចសាច់នោះមកប្រអប់នឹងធំប៉ុណ្ណានៃតែ5អ៊ុយរ៉ូ6អ៊ុយរ៉ូបងប្អូនហើយក៏ថានិយាយទីខ្វះកហ្មងក៏ប៉ុន្តែមិនដឹងធ្វើល្មិចនឹងទេយើងចេញពីប្រទេសស្វីសទៅទិញម្ហូបនៅប្រទេសអាល្លឺម៉ង់ពេលដែលយើងត្រឡប់យកមកវិញគឺយើងទិញធ្វើម៉េចបានតែត្រឹមម្នាក់1គីឡូនឹងទេអញ្ចឹងសម្រាប់កូនខ្ញុំ3នាក់សម្រាប់ខ្ញុំជាឪពុកម្ដាយ2នាក់ទាំងអស់5នាក់អញ្ចឹងទិញបាន5គីឡូចាសម្រាប់កូនវិញក៏ថាមានធ្វើអីនឹងទេបងប្អូនដើរមើលនេះមើលនោះអីអញ្ចឹងទៅផុតពីវាអស់មើលហើយក៏ថាមកទាយើងអានេះមកទាយើងអានោះក៏ថាមិនត្រូវរៅគ្នាក៏ថាឆ្លោះគ្នាទៀតអើយដល់កជីវិតអ្នកមានក្នុងពេលនេះដែរក៏ថាម្ហូបយើងក៏ថាបានទិញរួចអស់ហើយបងប្អូនក៏ថាលឹងមួយរទេសធំតែម្ដងបងប្អូនអើយថាអ្នកគិតលុយនឹងចង់វែងតែម្ដងអញ្ចឹងណាបងប្អូនចាគឺខ្ញុំទិញអញ្ចឹងឯងបងប្អូនមួយអាទិត្យគឺយើងទិញដាក់ចូលក្នុងទូទឹកកកនិងទូកកម្ដងអញ្ចឹងណាបងប្អូនចាហ្នឹងហើយយើងអត់ចង់មកទិញផ្សារឬក៏ដើរផ្សារឯណាជារៀងរាល់ថ្ងៃនឹងទេเพราะប៉ុណ្ណឹងក៏ថាកូនចាប់ផ្ដើមបន្លាញគ្នានៅក្នុងឡានហើយចង់តែញ៉ាំអីនៅក្នុងរេស្តូរ៉ង់អីបន្តិចបន្តួចអីអញ្ចឹងណាបងប្អូនចាបងប្អូនមើលអាកាសធាតុហ្នឹងទៅល្អខ្លាំងណាស់បងប្អូនចាពឺស្អាតតែម្ដងអញ្ចឹងណាបងប្អូនចាហើយកុំភ្លេចណាបងប្អូនណាជាមួយនឹងវីតាមីនរបស់ខ្ញុំគឺបានទៅប្រទេសកម្ពុជានៅក្នុងពេលឆាប់នេះបងប្អូនអញ្ចឹងខ្ញុំមានលក់ទាំងក្មេងទាំងបុរសទាំងស្ត្រីទាំងមនុស្សចាស់អញ្ចឹងណាអញ្ចឹងបើសិនតែបងប្អូនចង់បានវីតាមីនល្អពីប្រទេសស្វីសបងប្អូនអាចឆាប់ចូលពេកណាអរគុណច្រើនជំរាបជួយពីជំងឺសរសៃឈាមបេះដូងហើយនឹងទៅបុកទៅក្នុងខួរក្បាលអញ្ចឹងណាដោយសារតែពេលខ្លះបើសិនតែយើងមានខ្លាញ់រុំបេះដូងច្រើនខ្លាញ់នៅក្នុងខ្លួនច្រើនអញ្ចឹងទៅវាធ្វើឲ្យស្ទះសរសៃឈាមអញ្ចឹងឲ្យមិនថាអូមេហ្គានេះគេអត់ឲ្យចោលនឹងទេបងប្អូនយើងត្រូវតែញ៉ាំវាជាប្រចាំហ្មងជាពិសេសអាកម្រិត8%អញ្ចឹងណាអញ្ចឹងខ្ញុំយកកម្រិត8%នឹងទៅដោយសារតែអត្ថប្រយោជន៍វាគឺខ្ពស់ហើយល្អហើយសម្រាប់ទៅលើអាយុវ័យយើងរៀងជ្រេអញ្ចឹងណាបងប្អូនចាអញ្ចឹងហើយវាជួយទៅដល់សន្លាក់ជួយឲ្យបងប្អូនគេងលក់បានស្រួលជួយទប់ស្កាត់លក្ខណៈថាកាត់បន្ថយហានិភ័យពីជំងឺមហារីកអញ្ចឹងណាដូចជាជំងឺបើសិនតែជាស្ត្រីវា
វាជួយធ្វើឲ្យរដូវដើមមកស្រួលរដូវដើមមកទៀងហើយជាពិសេសទៀតនោះទប់ស្កាត់ពីជំងឺស្អីគេហៅថាដុសសាច់នៅក្នុងដៃស្បូនឬក៏ដុសគីសនៅក្នុងដៃស្បូនអញ្ចឹងបងប្អូនដោយសារតែការមករដូវរបស់គាត់មកអត់សូវល្អអញ្ចឹងទៅវាមានបញ្ហាទៅលើអពុទ្ធបែបហ្នឹងឯងអញ្ចឹងណាបងប្អូនចាថាប្រយោជន៍វាគឺល្អណាស់បងប្អូនចាប្រើបានទាំងបរិសុទ្ធប្រើបានទាំងស្ត្រីណាបងប្អូនណានឹងឲ្យទិញឲ្យខ្លួនឯងប្រើឲ្យប្តីប្រើឲ្យឪពុកម្ដាយប្រើទៅធានាជូនបងប្អូនចាជាពិសេសបើសិនជាស្ត្រីទៀតអត្ថប្រយោជន៍ទៅលើស្ត្រីគឺមានច្រើនទៅលើបរិសុទ្ធក៏ដូចគ្នាដែរវាម្យ៉ាងម្នាក់អញ្ចឹងណាបងប្អូនចាអញ្ចឹងហើយបងប្អូនអាចទិញយកទៅហូបបាននឹងជួយឲ្យរដូវដើរស្រួលជាពិសេសទៅជំនួយទៅលើភ្នែកជំនួយទៅលើសក់និងការលូតលាស់ទៅលើស្បែកហើយនឹងជួយឲ្យស្ត្រីដើររដូវមកទៀងទាត់ហើយវាជួយជាពិសេសទៀតនោះថាវាផ្ដោតទៅលើបេះដូងបងប្អូនចាផ្ដោតទៅលើបេះដូងលាងជាតិពុលជាតិខ្លាញ់អីនៅក្នុងខ្លួនអញ្ចឹងណាចឹងបងប្អូនអាចទិញបានណាហ្នឹងហើយឥឡូវទៅចូលស្តុកថ្មីហើយក៏មានតិចតួចនឹងដែរ